បាទក្រុមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកវិញហើយជួបគ្នាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំក៏មានសាច់រឿងថ្មីមួយមកចែករំលែកបងប្អូនឲ្យបានស្ដាប់តទៅទៀតដែរហើយថ្ងៃនេះដោយសារតែខ្ញុំថតនៅពេលព្រឹកអញ្ចឹងមានសម្លេងរំខានខ្លះនៅជិតផ្ទះខ្ញុំមានការជួសជុលធ្វើផ្ទះអញ្ចឹងទៅធ្វើឲ្យមានសម្លេងរំខានបើប៉ះពាល់ដល់ការនិយាយរបស់ខ្ញុំសូមបងប្អូនខន្តីអភ័យទោសដោយសារយើងជិះវាមកកើតដល់ពេលអញ្ចឹងទៅយើងត្រូវតែនិយាយបើអត់និយាយខ្លាចបងប្អូនអត់មានសាច់រឿងស្ដាប់ហើយសាច់រឿងហ្នឹងក៏ជាសាច់រឿងដែលអ្នកមីងម្នាក់គាត់បានរៀបរាប់ប្រាប់ខ្ញុំផងដែរហើយអញ្ចឹងទៅខ្ញុំក៏យកលើកមកនិយាយឲ្យបងប្អូនទាំងអស់គ្នាស្ដាប់តែហ្មងទៅនឹងឥឡូវយើងចូលសាច់រឿងយើងទៅហ្មងទៅមានអ្នកមីងមួយគាត់រស់នៅខេត្តកណ្ដាលប៉ុន្តែគាត់មិនបានបញ្ជាក់ភូមិឃុំគាត់ទេគាត់បានបញ្ជាក់តែខេត្តទេអញ្ចឹងគាត់រស់នៅខេត្តកណ្ដាលជាស្ត្រីអ្នកលក់ដូរលក់ចាប់ហួយម្នាក់ដែលប្តីគាត់ជាអ្នករត់ម៉ូតូឌុបពីអ្នកប្តីប្រពន្ធរបស់គាត់មិនជាអ្នកមានជីវភាពធូរធារទេគាត់មានកូនក្នុងបន្ទុក3នាក់គាត់មានកូនក្នុងបន្ទុក3នាក់ដែលរស់នៅជាមួយគាត់ហើយគាត់មានអាយុប្រហែលជា40ឆ្នាំជាងហើយឥឡូវហ្នឹងហើយគាត់រៀបរាប់ហ្នឹងដោយបងប្អូនដែលបានឃើញរូបភាពហ្នឹងហើយចំណងជើងហ្នឹងដាក់ថាលក់ប្តីដោយសារតែកត្តាជីវភាពរបស់គាត់កត្តាជីវភាពរបស់គាត់ធ្វើឲ្យមានការលំបាកយ៉ាងច្រើនគាត់ជាអ្នកលក់ចាប់ហួយនៅផ្ទះអញ្ចឹងយើងដឹងហើយថាមុខរបរចាប់ហួយហ្នឹងវាមិនមានចំណូលអីច្រើនទេលក់បានតិចតួចទេមុខរបរចាប់ហួយនៅផ្ទះយើងហ្នឹងអញ្ចឹងមួយថ្ងៃគាត់ថាលក់បាន3ទៅ4ម៉ឺនលុយខ្មែរយើងទេហើយចំពោះប្តីគាត់ជាអ្នករត់ម៉ូតូឌុបហ្នឹងទៅរត់ម៉ូតូឌុបបានក្នុងមួយថ្ងៃ2ទៅ3ម៉ឺនដែរទេហើយយើងនៅផាត់ថ្លៃសាំងផាត់ថ្លៃហូបបាយហូបទឹកទៀតអញ្ចឹងទៅគឺវាអត់អាចសល់ច្រើនទេក្នុងមួយថ្ងៃប្តីគាត់អាចរកសល់តែ10000ជាងអញ្ចឹងណាចំពោះអ្នកមីងវិញគាត់ចំណូលរបស់គាត់អាចនៅសល់ចន្លោះពី10000ទៅ20000ដែរអញ្ចឹងទៅគាត់ត្រូវរ៉ាប់រងគូតគង់កូន3នាក់ដែលនៅក្នុងបន្ទុកហ្នឹងកូន3នាក់ហ្នឹងគឺត្រូវនៅរៀនទាំងអស់គាត់នៅរៀនទាំងអស់អញ្ចឹងទៅការចំណាយរបស់កូនគាត់ក្នុងម្នាក់គាត់ចំណាយអស់គួរសមដែរទាំងរៀនគួរទាំងគាត់ចាយចំណាយទៅរៀនរត់ហើយនៅចំណាយប្រចាំថ្ងៃរបស់គាត់នៅក្នុងគ្រួសាររបស់គាត់នឹងធ្វើឲ្យមានការខ្វះខាតជាច្រើននិយាយទៅយើងដឹងហើយមុខរបរមួយហ្នឹងមុខរបរទាំងប្តីទាំងប្រពន្ធរបស់គាត់ហ្នឹងគឺมันអាចរកចំណូលបានច្រើនទេហើយដល់ពេលគាត់ជួបបញ្ហាពេលខ្លះទៅគាត់ជួបបញ្ហាដូចជាឈឺថ្កាត់ពេលឈឺថ្កាត់ចឹងទៅធ្វើឲ្យគាត់ពិបាកគាត់នឹងអាចទៅឈានដល់ខ្ចីលុយគេថែមទៀតអញ្ចឹងខ្ចីលុយគេវាមិនជាអ្នកបញ្ហាប្រហែលទេបើយើងខ្ចីជាដំបូងហើយយើងអាចរកមកផ្គត់ផ្គង់អាចនឹងដោះបំណុលគេបានតិចតួចខ្លះប៉ុន្តែដោយសារតែជីវភាពរបស់គាត់មិនសូវជាធូរធារគាត់ខ្ចីហើយគាត់ក៏បានជួបបញ្ហាថែមទៀតម៉ូតូរបស់ប្តីគាត់ហ្នឹងក៏បានត្រូវចោលលួចបាត់អញ្ចឹងទៅគាត់ជិះម៉ូតូគឺអត់មានថ្មីទេម៉ូតូរបស់គាត់ហ្នឹងគឺម៉ូតូគាត់ថាសង្ការ៉េបងប្អូនពីដើមចំនួន9ជាងប្រហែលជាអាចស្គាល់បើបងប្អូនឥឡូវនេះបងប្អូនឥឡូវនេះប្រហែលជាគាត់មិនស្គាល់ទេម៉ូតូម៉ូតសង្ការ៉េនេះម៉ូតូសង្ការ៉េនេះអ្នកកើតចំនួន9ជាងអ្នកកើតចំនួន9ជាងប្រហែលជាគាត់ស្គាល់ច្រើនគាត់ថាមានម៉ូតូហ្នឹងតែមួយទេហើយម៉ូតូហ្នឹងគឺវាអត់ថ្មីទេគឺវាឲ្យតម្លៃក៏វាអត់ថ្លៃដែរគាត់ទិញតែ$200-300ទេអញ្ចឹងទៅគាត់មានតែមួយហ្នឹងត្រូវចោលលួចបាត់ទៀតនៅពេលដែលប្តីគាត់ទៅរត់ម៉ូតូឌុបហ្នឹងប្តីគាត់ហ្នឹងទៅចូលបន្ទប់ទឹកប្តីគាត់បានចូលបន្ទប់ទឹកបត់ជើងហ្នឹងក៏ទុកម៉ូតូនៅចោលនៅកន្លែងក្រាស់សាំងចឹងទៅដល់ពេលទុកម៉ូតូនៅកន្លែងក្រាស់សាំងហ្នឹងគាត់
ទៅបត់ជើងជាធម្មតាគាត់ចូលទៅបត់ជើងនៅនឹងរហូតគាត់អត់ដែលមានបញ្ហាទេដោយសារយើងទៅរត់ម៉ូតូឌុបនៅតាមផ្លូវយើងដឹងហើយយើងមានកន្លែងណាបត់ជើងស្រួលបួយើងមានតែការ៉ាសាំងហ្នឹងឯងដែលមានបន្ទប់ទឹកអញ្ចឹងយើងចូលការ៉ាសាំងអញ្ចឹងគាត់ថាគាត់ចូលជារៀងរាល់ដងគឺมันមានបញ្ហាទេសម្រាប់ការចូលបត់ជើងនៅបន្ទប់ទឹកហ្នឹងដល់ពេលថ្ងៃហ្នឹងទៅគាត់ក៏ចូលដោយសពដងហ្នឹងពេលគាត់ចេញមកវិញក៏បាត់ម៉ូតូហើយពេលហ្នឹងក៏គាត់អត់បានផ្ញើអ្នកណាដែរគាត់ពេលចឹងទៅគាត់អត់ដឹងថាត្រូវសួរអ្នកណាទេគឺគាត់ដើរទៅជុំវិញហ្នឹងគឺគាត់រើអត់ឃើញទេគឺគាត់រើអត់ឃើញពេលហ្នឹងទៅគាត់ក៏នាំគ្នាគាត់ដែលអ្នកស្គាល់គ្នាអ្នករត់ម៉ូតូឌុបជាមួយគ្នាហ្នឹងឲ្យជួយដើររើគ្នាសុំឲ្យគេហ្នឹងជួយដើររើពេលដែលគេជួយដើររើហ្នឹងក៏នៅតែមិនឃើញយើងទៅរកន្លែងណាដែលគួរសង្ស័យអញ្ចឹងណាកន្លែងលក់ម៉ូតូទិញម៉ូតូអញ្ចឹងយើងទៅតាមស៊ើបមើលទៅក៏មិនឃើញដែរសុំទោសផងបងប្អូនដោយសារអត់សូវស្រួលខ្លួនហ្នឹងហើយអញ្ចឹងទៅគាត់ទៅរើតាមហាងម៉ូតូផ្សេងនឹងតាមកន្លែងណាដែលគួរសង្ស័យអញ្ចឹងទៅគាត់រើមិនឃើញគាត់រើតាំងពីព្រឹករហូតដល់យប់អញ្ចឹងទៅក៏គាត់អស់សង្ឃឹមក៏គាត់បានមកដល់ផ្ទះវិញប្រាប់ប្រពន្ធគាត់ពេលប្រាប់ប្រពន្ធគាត់ថាគាត់បានបាត់ម៉ូតូហើយប្រពន្ធគាត់ពេលហ្នឹងគឺមើលមុខប្តីតែហ្មងដោយសារតែអត់ដឹងថាប្តីនិយាយលេងឬមួយក៏និយាយមែនព្រោះម៉ូតូហ្នឹងមានតែមួយទេប្រពន្ធហ្នឹងគាត់បានមើលមុខប្តីហើយគាត់ក៏សួរបញ្ជាក់ម្ដងទៀតឯងបាត់ម៉ូតូមែនអីគាត់ក៏សួរប្តីគាត់ចឹងប្តីគាត់ថាគាត់បាត់មែនគាត់បាត់ហើយគាត់និយាយទាំងទឹកមុខក្រៀមក្រំចឹងទៅដោយសារតែគាត់មិននឹងរំពឹងអីទៀតទេដោយសារគាត់តែមានម៉ូតូនឹងមួយប្តីគាត់ប្រពន្ធរបស់គាត់គ្រាន់តែលឺនឹងចឹងហើយគាត់ធ្លាក់ថ្លើមក្ដុកព្រោះរាល់ថ្ងៃហ្នឹងគាត់រំពឹងលើម៉ូតូហ្នឹងហើយនឹងប្រាក់ចំណូលលក់ចាប់ហួយឯងទិញទូចហ្នឹងពេលហ្នឹងគឺគាត់ធ្លាក់ថ្លើមក្ដុកគាត់អស់សង្ឃឹមគាត់អង្គុយដាក់គូនមិនលក្ខណៈយើងដាក់គូនអង្គុយធម្មតាគាត់ទម្លាក់ខ្លួនយកមកអង្គុយនៅដីនឹងត្មងទម្លាក់ខ្លួនទៅអង្គុយនៅដីនឹងត្មងហើយគាត់ក៏បានយំដោយសារតែគាត់អត់មានអីរំពឹងទៀតទេគាត់មានតែមួយនឹងទេអស់ហើយអញ្ចឹងទៅធ្វើឲ្យគាត់មានការតូចចិត្តយ៉ាងខ្លាំងដោយសារគាត់មានតែមួយនឹងហើយប្រាក់ជពាក់គេហ្នឹងក៏គាត់នៅតែជពាក់គេតែគាត់ជពាក់មិនច្រើនប្រហែលទេគាត់តែថាចំណូលគាត់រើបានតិចអញ្ចឹងទៅជពាក់តិចតួចក៏ពិបាកនឹងដោះគេដែរពេលហ្នឹងអ្នកមីងគាត់ក៏បានសួរទៅប្តីគាត់ថាឥឡូវតែយើងគិតមិនទៀតបើយើងមានម៉ូតូតែមួយហ្នឹងហើយលុយកាក់ជាងក៏អត់មានទៀតដែរសម្រាប់ទិញម៉ូតូថ្មីទៀតគឺយើងអត់មានទេប្តីគាត់ក៏បានតល់គំនិតដែរព្រោះអត់ដឹងថាបើយើងថាទៅខ្ចីគេក៏យើងអត់មានចំណូលធំដុំដែលត្រូវសងបើយើងចង់ទិញថ្មីអីក៏យើងអត់មានលុយដែរអញ្ចឹងគិតវាអត់ចេញធ្វើឲ្យពីរអ្នកប្តីប្រពន្ធគាត់មានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងហើយបន្ទាប់មកគាត់ក៏បានសម្រួលគ្នាលួងលោមគ្នាគាត់និយាយហេតុផលថាធ្វើមិនទេជីវិតយើងបានតែប៉ុណ្ណឹងសូមទោសផងបងប្អូនទាំងអស់គ្នាដែលស្ដាប់នឹងមានឮសំឡេងសេកទេសេករបស់ខ្ញុំនឹងវាស្រែកខ្លាំងមែនតើសេករបស់ខ្ញុំនឹងស្រែកខ្លាំងធ្វើឲ្យលន់ឮវិញហ្នឹងហើយប្រហែលជាប៉ះពាល់សំឡេងពេលខ្ញុំនិយាយច្រើនហ្នឹងឥឡូវយើងចូលសាច់រឿងយើងវិញពេលហ្នឹងគឺគាត់បាននាំគ្នាចូលសម្រាប់ទៅហើយក៏នាំគ្នាបានសម្រាប់មួយយប់ហ្នឹងស្អែកក៏ចាប់ដើមគិតជាថ្មីថាយើងត្រូវធ្វើអីទៀតព្រោះព្រលឹមឡើងប្រពន្ធគាត់តែងតែលក់ចាប់ហួយរៀបចំអីវ៉ាន់នៅផ្ទះអញ្ចឹងទៅគាត់លក់ចាប់ហួយបន្តិចតួចដូចជានំកញ្ចប់នំអីអញ្ចឹងទៅគាត់រៀបចំកន្លែងរៀបចំអីរបស់គាត់អញ្ចឹងទៅជារៀងរាល់ព្រឹកជារៀងរាល់ថ្ងៃគឺគាត់តែងតែធ្វើអញ្ចឹងពេលគាត់រៀបចំអីវ៉ាន់ហើយគាត់ក៏បានហៅប្តីរបស់គាត់នឹងចេញមកដើម្បីពិភាក្សាគ្នាទៀតរឿងរបររស៊ីរបស់គាត់នឹងគាត់ថាពេលហ្នឹងគឺគាត់អត់ឃ្លានបាយអត់ឃ្លានអីទេគាត់រៀបចំឲ្យបានហើយគឺគាត់ហៅប្តីគាត់មកត្មងហៅប្តីគាត់មកដើម្បីពិភាក្សាគ្នាចំពោះរឿងធ្វើម៉េចដើម្បីឲ្យមានចំណូលចូលផ្ទះឲ្យប្តីគាត់នឹងមានចំណូលចូលផ្ទះ
ចង់ឲ្យប្តីគាត់ទៅធ្វើការតែដោយសារតែអាយុរបស់ប្តីគាត់ហ្នឹងក៏រៀងជ្រេហើយដែរខ្សែអាយុរបស់គាត់ហ្នឹង40ទៅ40.50ហើយខ្សែក្រាស់ហើយអញ្ចឹងទៅធ្វើឲ្យពិបាករកការងារធ្វើចំពោះការរកការងារធ្វើគឺគាត់មិនអាចរកការងារធ្វើបានទេអាយុប៉ុណ្ណេះហើយគាត់បានពិភាក្សាគ្នាថាចង់ខ្ចីលុយគេអញ្ចឹងទៅគាត់ក៏គិតថាបើខ្ចីលុយគេគឺយើងពិបាកសងណាស់យើងពិបាកសងដោយសារតែចំណូលរថម៉ូតូឌុបក៏មិនបានច្រើនចំណូលលក់ចាប់ហួយក៏មិនបានច្រើនហើយនៅយើងសងបំណុលគេទៀតនៅសងបំណុលគេទៀតអញ្ចឹងទៅធ្វើឲ្យយើងមានការពិបាកប៉ុន្តែវាជាជំរើសតែមួយគត់ដោយសារតែគាត់អត់ធ្វើការអត់កើតអាយុគាត់ច្រើនអញ្ចឹងទៅគាត់អត់មានផ្លូវដែលត្រូវជ្រើសរើសទេគឺគាត់មានផ្លូវតែមួយហ្នឹងគឺត្រូវជ្រើសរើសអញ្ចឹងគាត់សម្រេចចិត្តថាបានខ្ចីលុយគេ$500ទៀតពីមុនគាត់ខ្ចីគេតិចទេគឺមើលជំងឺហ្នឹងគឺខ្ចីគេតែ$30,000ទេប៉ុន្តែម្ដងនេះគាត់ខ្ចីគេ$500គឺគាត់ខ្ចីគេ$500ថែមទៀតយកមកទិញម៉ូតូហ្នឹងអញ្ចឹងគាត់បានសម្រេចទៅរកអ្នកចងការដោយសារគាត់អត់មានទ្រព្យបញ្ចាំអីដាក់ធនាគារអីយកលុយធនាគារយកលុយអីទេដោយសារគាត់អត់មានទ្រព្យបញ្ចាំដូចជាប្លង់ផ្ទះទ្រព្យសម្បត្តិផ្សេងដែលមានតម្លៃហ្នឹងគឺគាត់អត់មានទេគឺគាត់រស់នៅដីដែលថាតូចបំផុតយើងថានិយាយអាចបានថាធ្វើមករោងនៅគាត់ថាមិនធំទេដោយសារគាត់អត់បានបញ្ជាក់ម៉ែត្រគាត់ថាធ្វើតែមករោងនៅទេបានមករោងនៅហ្នឹងមានកន្លែងសម្រាននិងមានកន្លែងបន្ទប់ទឹកចក្រានមួយចឹងទៅតែប៉ុណ្្នឹងទេហើយគាត់ធ្វើពីរោងឈើតិចតួចទេគឺអត់មានអីធំដុំទេអញ្ចឹងទៅគាត់បញ្ជាក់ថាអត់មានអាប្លង់ហ្នឹងដើម្បីយកទៅដាក់ដើម្បីដាក់ធនាគារដើម្បីខ្ចីលុយគេទេអញ្ចឹងគាត់មានតែទៅខ្ចីលុយអ្នកចងការលុយដែលគាត់មិនទាមទារប្រាក់មិនទាមទារទ្រព្យបញ្ចាំអញ្ចឹងណាអ្នកចងការនៅភូមិហ្នឹងដោយសារអ្នកចងការនៅភូមិហ្នឹងក៏ស្គាល់គាត់ដែរអញ្ចឹងទៅគេក៏ទុកចិត្តគាត់គេដឹងថាគាត់រស់ស៊ីពិបាកគាត់ជាអ្នកខ្វះខាតប្តីប្រពន្ធគាត់ជាអ្នកខ្វះខាតក៏ប៉ុន្តែមិនមែនប្តីប្រពន្ធគាត់ជាមនុស្សខលខូចអីទេជាមនុស្សមួយដែលសមរម្យគឺធម្មតាទូទៅដូចគេដូចឯងអញ្ចឹងទៅធ្វើឲ្យអ្នកចងការហ្នឹងគាត់អាចទុកចិត្តបានថាប្តីប្រពន្ធរបស់គាត់ហ្នឹងគឺអាចសងប្រាក់ទៅគេបានអញ្ចឹងទៅអ្នកចងការហ្នឹងក៏សម្រេចថានឹងឲ្យលុយកម្ចីហ្នឹងចំនួន$500ទៅឲ្យប្តីប្រពន្ធរបស់គាត់ហ្នឹងទៅឲ្យអ្នកមីងហ្នឹងចំនួន$500ដើម្បីទៅទិញម៉ូតូហ្នឹងយកមកប្រកបមុខរបររកស៊ីវិញទៅប៉ុន្តែការប្រាក់គាត់អត់បានបញ្ជាក់ថាប៉ុន្មានទេគឺគាត់ថាការប្រាក់រៀងថ្លៃគួរសមប៉ុន្តែគាត់អត់មានជំរឿសគាត់មិនដឹងធ្វើម៉េចគាត់មានតែយកទេគាត់អត់មានទៅរើនរណាបានទេដោយសារធនាគារគាត់យកបានអញ្ចឹងទៅមានតែចងការឯកជនហ្នឹងហើយបងប្អូននឹងស្រាប់ហើយចងការឯកជនអ្នកភូមិយើងហ្នឹងគឺការប្រាក់គឺវារឿងថ្លៃគួរសមដែរមិនមែនដូចធនាគារអីគេមានកម្រិតរបស់គេអត្រាការប្រាក់របស់គេមានកម្រិតស្តង់ដាររបស់គេប៉ុន្តែចំពោះលុយឯកជនអានេះយើងតាមម្ចាស់បំណុលទេអានេះម្ចាស់បំណុលខ្លះគាត់យកការប្រាក់រៀងធូរអញ្ចឹងទៅម្ចាស់បំណុលខ្លះការប្រាក់រៀងថ្លៃអញ្ចឹងទៅអាហ្នឹងជាសិទ្ធិរបស់គេបើយើងចង់ខ្ចីក៏ខ្ចីទៅបើយើងមិនចង់ខ្ចីក៏ហីទៅអាហ្នឹងជាសិទ្ធិរបស់គេទេហ្នឹងហើយដល់ពេលហ្នឹងទៅគាត់ក៏បានខ្ចីលុយហ្នឹងបាន$500អញ្ចឹងគាត់ទៅយកទៅទិញម៉ូតូមួយទៀតសង់គេហៅសង់តែមឆេះសង់តែមឆេះពណ៌អាហ្នឹងពណ៌ខ្មៅមានពណ៌ខ្មៅពណ៌សូកូឡាអញ្ចឹងបងប្អូនខ្ញុំដូចជាចង់ភ្លេចដែរហើយព្រោះយូរឆ្នាំដែរហើយខ្ញុំតន់ដែរក៏ប៉ុន្តែ
តន់ដូចជាមិនសូវជាអ្នកច្បាស់លាស់ប្រហែលទេខ្ញុំធ្លាប់ជិះម៉ូតូអសង្ការ៉េសង់តែមឆេះខ្ញុំជិះហ្នឹងនៅក្មេងដែររៀនជិះម៉ូតូរបស់ប៉ាទេប៉ាខ្ញុំគាត់មានម៉ូតូអសង្ការ៉េហើយបើម៉ូតូតែមឆេះគឺម៉ូតូរបស់អ៊ំខ្ញុំម៉ូតូរបស់អ៊ំខ្ញុំគាត់ជិះតែមឆេះប៉ាខ្ញុំជិះសង្ការ៉េអញ្ចឹងទៅខ្ញុំអាចស្គាល់ម៉ូតូទាំងពីរហ្នឹងហើយគប់មូលអាស្ទាំងអីប៉ាខ្ញុំគាត់ធ្លាប់ទិញដែរតែស្ទាំងខ្ញុំអត់បានជិះទេដោយសារវានៅក្មេងពេកយើងបានត្រឹមតែស្គាល់ហើយឥឡូវហ្នឹងចង់ភ្លេចរូបរាងបាត់ហើយរនឹករូបរាងអត់ឃើញទេដោយសារវាយូរឆ្នាំពេកតាំងពីខ្ញុំនៅក្មេងត្មងលក្ខណៈយើងដើរទេតាស់ត្មងគាត់ថាយើងនៅចាំហើយបើសង្ការ៉េនេះខ្ញុំហ្នឹងរៀងបានច្រែដែរហើយអាយុដូចជាខ្ទង់10ឆ្នាំជាងដែរហើយអញ្ចឹងទៅយើងចាំបានយើងអាចជិះបានតិចតួចសម្រាប់នៅភូមិយើងជិះតិចតួចមិនមែនជិះលក្ខណៈទូទៅលើផ្លូវរត់អីទេអត់ទេគឺទៅអត់រួចទេហើយអាសងតែមចេះហ្នឹងគឺរបស់អ៊ំខ្ញុំក៏ធ្លាប់បានជិះដែរឥឡូវយើងត្រឡប់ចូលមកសាច់រឿងយើងវិញគាត់បានទិញសងតែមឆេះហ្នឹងគេហៅសងតែមឆេះចឹងហីបងប្អូនណាដែលដឹងគាត់ជួយប្រាប់ផងខ្ញុំដូចជាអត់សូវច្បាស់ជួយ comment ប្រាប់ផងថាសងតែមឆេះហ្នឹងខ្ញុំនិយាយត្រូវអត់ហើយរូបរាងវាបែបណានឹងជួយប្រាប់ផងបងប្អូនណាឥឡូវយើងសម្រាប់ថាយកឈ្មោះសងតែមឆេះចឹងហ្មងទៅណែគាត់បានទិញម៉ូតូហ្នឹងមួយដើម្បីយកមកប្រកបមុខរបរគាត់បន្តទៀតអញ្ចឹងទៅគាត់ក៏បានយកមកប្រកបមុខរបរគាត់បន្តទៀតការចំណូលរបស់គាត់គឺគាត់ខំប្រឹងទ្វេគុណប្រពន្ធរបស់គាត់គឺគាត់លក់ធម្មតាទេនៅផ្ទះហ្នឹងគឺគាត់បើកជារៀងរហូតចឹងទៅដល់ពេលយប់ជ្រៅម៉ោង9ម៉ោង10អីចឹងទៅបានគាត់បិទចឹងទៅហ្នឹងជាធម្មតាទេប៉ុន្តែប្តីរបស់គាត់ពីមុនហ្នឹងគាត់រត់ម៉ូតូគឺត្រឹមតែម៉ោង5ម៉ោង6ទេវាល្ងាចវាល្ងឹតហើយចាប់ដើមល្ងឹតគាត់ចាប់ដើមចូលផ្ទះហើយដល់ពេលឥឡូវហ្នឹងគាត់មានបំណុលជាពាក់គេអញ្ចឹងទៅធ្វើឲ្យគាត់ខំប្រឹងរត់ម៉ូតូហ្នឹងថែមម៉ោងរហូតដល់ឈានដល់ម៉ោង10ម៉ោង11យប់អញ្ចឹងបានចូលផ្ទះអញ្ចឹងទៅម៉ោង10ទៅម៉ោង11យប់បានគាត់ចូលផ្ទះគាត់ខំប្រឹងដើម្បីធ្វើម៉េចឲ្យថាយើងដោះគេម្ដងតិចឲ្យបានរួចអញ្ចឹងទៅអញ្ចឹងគាត់ការខំប្រឹងរបស់គាត់មិនអត់ប្រយោជន៍ទេគឺគាត់ខំប្រឹងនឹងបានពិតមែនគាត់ខំប្រឹងទៅដល់ចុងខែគាត់អាចគិតគូរអារឿងចំណូលចំណាយរបស់គាត់និងសងបំណុលរបស់គាត់ហ្នឹងគឺអាចបដោះប្រសងគ្នារួចហ្នឹងយើងថាมันអាចសល់ច្រើនទេគាត់ថាបដោះប្រសងគ្នារួចអញ្ចឹងទៅអញ្ចឹងគាត់ថាគាត់រើបានរយៈពេលប្រហែលជា5ខែគាត់បដោះប្រសងគេបានអាចសងបំណុលអាចរ៉ាប់រងចំណូលចំណាយក្នុងផ្ទះបានរយៈពេល5ខែចូលដល់ខែទី6គាត់ថាពេលហ្នឹងគឺគាត់ប្តីគាត់អត់ស្រួលខ្លួនអញ្ចឹងទៅគាត់ចេញទៅរត់បានមួយផ្លែតគាត់អត់ស្រួលខ្លួនក៏គាត់បានត្រឡប់មកផ្ទះវិញគាត់បានទុកម៉ូតូនៅមុខកន្លែងនៅមុខផ្ទះគាត់ហ្នឹងហើយនៅកន្លែងគាត់លក់ហ្នឹងគាត់ទុកនៅមុខហ្នឹងរាល់ដងគឺគាត់ទុកនៅមុខហ្នឹងទេក៏ប៉ុន្តែថ្ងៃហ្នឹងគាត់មកដល់គាត់អត់ស្រួលខ្លួនគាត់ទុកនៅមុខហ្នឹងហើយគាត់ក៏បានប្រាប់ប្រពន្ធគាត់ថាគាត់អត់ស្រួលខ្លួនទេឯងមកកោសខ្យល់ឲ្យខ្ញុំតិចមកប្រពន្ធក៏ឃើញអញ្ចឹងឃើញប្តីអត់ស្រួលខ្លួនក៏ទៅកោសខ្យល់ឲ្យពេលចូលទៅដោយសារតែគាត់អត់មានអ្នកមើលផ្ទះទេអ្នកមើលកន្លែងលក់ហ្នឹងគឺគាត់អត់មានមើលទេគឺគាត់ចូលទៅក្នុងកោសខ្យល់ហ្នឹងដោយសារតែកូនគាត់ទៅរៀនអស់ហើយកូនគាត់នៅក្មេងៗហ្នឹងហើយគាត់ពីអ្នកប្តីប្រពន្ធហ្នឹងក៏ទៅកោសខ្យល់នៅកន្លែងគាត់សម្រាកហ្នឹងទៅដោយសារផ្ទះគាត់តូចអត់មានកន្លែងអញ្ចឹងណាអញ្ចឹងទៅគាត់ទៅកោសខ្យល់នៅក្នុងវារៀងបាំងអញ្ចឹងទៅដល់ពេលគាត់កោសខ្យល់ហើយគាត់ចេញមកវិញអ្នកមីងក៏គាត់បានឆោឡោថាបាត់ម៉ូតូទៀតហើយគាត់បានស្រែកថាបាត់ម៉ូតូទៀតហើយប្តីគាត់ស្ទុះងើបមកទាំងអត់ស្រួលខ្លួនហ្នឹងតែកោសខ្យល់ហើយគាត់ប្រាស់ខ្លួនសម្រាកហ្នឹងគាត់បានស្ទុះមកទាំងអត់ស្រួលខ្លួនមកមើលម៉ូតូគឺបាត់មែន
គាត់អត់មានពាក់អាវអត់មានអីទេគឺតែខោខ្លីមួយគាត់រត់ទៅរើអ្នកភូមិឲ្យជួយដើររើម៉ូតូគាត់ពីអ្នកប្តីប្រពន្ធឲ្យរត់ទៅពឹងអ្នកចិត្តខាងហ្នឹងឲ្យជួយដើររើម៉ូតូគាត់ពេលហ្នឹងគាត់ទៅរើគឺអ្នកភូមិគេនាំគ្នាជួយរើគាត់ដោយសារគ្រួសារគាត់ជាមនុស្សដែលថាចិត្តបានដែរគាត់មិនជាមនុស្សអាក្រក់ទេនៅក្នុងភូមិហ្នឹងអញ្ចឹងអ្នកភូមិហ្នឹងគេស្រឡាញ់គាត់គ្រប់គ្នាហើយដោយសារតែគេដឹងថាជីវភាពគាត់ខ្វះខាតអញ្ចឹងគេចេះតែជួយយកអាសាគាត់ហើយអញ្ចឹងពេលហ្នឹងគឺអ្នកភូមិគាត់ដើររើគេជួយដើររើគ្រប់គ្នាប៉ុន្តែការដើររើរបស់គាត់ហ្នឹងគឺរើអត់ឃើញគាត់បាត់ម៉ូតូជាលើកទី2ពេលហ្នឹងគឺគាត់អង្គុយយំតែហ្មងគាត់អង្គុយយំទាំងពីរអ្នកប្តីប្រពន្ធគាត់អស់សង្ឃឹមហើយដោយសារបំណុលគេនៅច្រើនទៀតបំណុលគេនៅចិត្តពាក់កណ្ដាលទៀតអញ្ចឹងវាអាចនៅជាខ្ទង់$200ទៀត$200ទៅ$200ជាងហ្នឹងយើងបូករួមទាំងការប្រាក់អីហ្នឹង$200ទៅ$200ជាងអញ្ចឹងទៅធ្វើឲ្យគាត់នឹងអស់សង្ឃឹមមកលីងគាត់អស់សង្ឃឹមគាត់ក៏បានអង្គុយយំជាមួយប្តីទាំងថាគាត់ថាសឹងតែគិតខ្លីគាត់សឹងតែគិតខ្លីគឺថាបញ្ចប់ជីវិតរបស់គាត់ទៅដោយសារគាត់ទៅមុខលែងរួចហើយប្រពន្ធគាត់គិតអ្នកមីងគាត់គិតថាគាត់ចង់បញ្ចប់ជីវិតរបស់គាត់ប៉ុន្តែប្តីរបស់គាត់ក៏បានដឹងចិត្តគាត់ក៏បានលួងលោមគាត់ចឹងទៅប្រើពាក្យល្អចឹងទៅបញ្យល់គាត់ហើយក៏បានស្ងប់ស្ងៀមចឹងទៅពេលដែលស្ងប់ស្ងៀមហើយគាត់ក៏បានពិភាក្សាគ្នាម្ដងទៀតថាឥឡូវយើងអស់ទ្រព្យម្ដងទៀតហើយយើងត្រូវធ្វើម៉េចបន្តដំណើរជីវិតរបស់យើងទៀតបើយើងមានតែប៉ុណ្្នឹងទេហើយបំណុលក៏យើងនៅតែជាពាក់គេដែរពេលហ្នឹងគាត់គិតអត់ចេញទេទាំងពីរអ្នកប្តីប្រពន្ធដោយសារតែយើងទៅខ្ចីគេទៀតគឺអត់កើតទេបំណុលកាន់តែច្រើនអញ្ចឹងគេអត់ឲ្យទៀតទេបំណុលចាស់យើងសងអត់តាន់រួចផងបើយើងទៅខ្ចីអាថ្មីទៀតគេអត់ឲ្យទេពេលហ្នឹងគឺគាត់បានគិតអត់ចាញ់គឺគាត់បានទៅបានសម្រាកទាំងពីរអ្នកប្តីប្រពន្ធហ្នឹងដល់ពេលប្រហែលជាខ្ទង់ម៉ោង6ល្ងាចក្នុងថ្ងៃដដែលហ្នឹងគាត់បានឲ្យប្តីគាត់នៅមើលផ្ទះអ្នកមីងគាត់ក៏បានចេញទៅផ្ទះអ្នកមីងមួយគាត់ចងការប្រាក់ហ្នឹងណាដែលគាត់ជាអ្នកចងការប្រាក់ហ្នឹងគាត់ក៏ទៅជួបម្ចាស់លុយហ្នឹងហើយគាត់ក៏រៀបរាប់តាមដំណើរសាច់រឿងហ្នឹងទៅថាគាត់បានបាត់ម៉ូតូជាលើកទី2ហ្នឹងហើយឥឡូវគាត់អត់មានអីដែលថាត្រូវរកចំណូលមកសងម្ចាស់លុយហ្នឹងទៀតទេអ្នកមីងម្ចាស់លុយគាត់ក៏យល់ដែរក៏ប៉ុន្តែវាធ្វើមិនបើម្ចាស់លុយគាត់ក៏ត្រូវការលុយដើម្បីរកស៊ីហើយកូនបំណុលហ្នឹងគាត់ក៏មិនមានប្រាក់អាហ្នឹងជារឿងធម្មតាទេដោយសារម្ចាស់លុយគេក៏មិនសូវជាអ្នកធូរធារអីប្រហែលដែរគ្រាន់តែដើមទុនគេពវល់ចុះពវល់ឡើងអញ្ចឹងណាអាហ្នឹងបើយើងបកកលុយទុកត្រឹមហ្នឹងមិនទាន់យកលុយរបស់គាត់អ្នកមីងខាងម្ចាស់លុយក៏គាត់មានបញ្ហាដែរគឺគាត់មានបញ្ហាខាងហិរញ្ញវត្ថុនឹងដែរអញ្ចឹងទៅធ្វើឲ្យគាត់ពិភាក្សាគ្នាមកទៅអ្នកមីងគាត់ក៏បានលើករឿងមួយដែលហួសចិត្តអ្នកមីងដែលខ្ចីលុយហ្នឹងណាគាត់លើករឿងមួយទៅប្រាប់អ្នកមីងដែលម្ចាស់បំណុលហ្នឹងគាត់ថាឥឡូវគាត់អត់មានអីទៀតទេគឺគាត់ចង់លក់ប្តីរបស់គាត់ហ្នឹងឲ្យទៅមីងម្ចាស់បំណុលហ្នឹងគាត់លក់ប្តីរបស់គាត់ឲ្យទៅមីងម្ចាស់បំណុលដែលជាស្ត្រីមេម៉ាយចងការប្រាក់នៅភូមិហ្នឹងគាត់បាននិយាយថាឥឡូវខ្ញុំលក់ប្តីខ្ញុំឲ្យទៅមីងឲ្យទៅគាត់ហៅមីងអញ្ចឹងហីព្រោះគាត់ហៅការគោរពគ្នាអញ្ចឹងគាត់ថាអ្នកមីងគាត់ថាខ្ញុំនឹងលក់ប្តីខ្ញុំទៅឲ្យមីងតើមីងគិតយ៉ាងម៉េចហើយមីងម្ចាស់បំណុលគាត់ស្មានតែអ្នកមីងហ្នឹងគាត់និយាយលេងគាត់ស្មានតែអ្នកមីងហ្នឹងគាត់និយាយលេងមីងម្ចាស់បំណុលគាត់ថាអើយកុំនិយាយចឹងយើងដោះស្រាយគ្នាទៅរឿងលុយរឿងកាក់អីយើងអាចនិយាយគ្នាបានអីចឹងទៅ
អាចរើសងអីតិចតួចចឹងទៅប៉ុន្តែដោយសារតែអ្នកមីងគាត់ថាគាត់មិនដឹងទៅបានមកពីណាទៀតទេដោយសារគាត់មានរបបរត់ម៉ូតូដុំនិងចាប់ហួយនឹងតែប៉ុណ្្នឹងទេបើគាត់ទៅរើមកទៀតគឺអត់ដឹងរើពីណាទេដោយសារប្តីគាត់បានបាត់ម៉ូតូហើយចឹងទៅឥឡូវគាត់និយាយបញ្ជាក់ម្ដងទៀតថាគាត់នឹងលក់ប្តីរបស់គាត់នឹងទៅឲ្យអ្នកមីងដើម្បីគាត់គិតថាអ្នកមីងនឹងគាត់គិតថាឲ្យប្តីរបស់គាត់នឹងពិបាកតែជាមួយគាត់តែត្រឹមប៉ុណ្្នឹងបានហើយឲ្យទៅនៅជាមួយអ្នកមីងចងការលុយនោះដែលជាអ្នកមានធូធាម្នាក់នោះឲ្យគាត់ទៅរស់នៅសុខស្រួលនឹងទៅឲ្យប្តីគាត់ទៅរស់នៅសុខស្រួលទៅឲ្យនៅពិបាកជាមួយគាត់តែប៉ុណ្្នឹងឆ្នាំបានហើយ20ឆ្នាំផ្លាយជាងគឺគាត់ពិបាកតែប៉ុណ្្នឹងបានហើយបន្ទាប់ពីថ្ងៃហ្នឹងទៅគាត់ឲ្យទៅរស់នៅជាមួយអ្នកមីងចងការប្រាក់ហ្នឹងទៅពេលហ្នឹងអ្នកមីងចងការប្រាក់ក៏បានបញ្ជាក់គាត់ថាអ្នកមីងនិយាយលេងគឺមួយក៏និយាយមែនគាត់ក៏បានបញ្ជាក់ថាគាត់និយាយមែនរឿងលក់ប្តីហ្នឹងព្រោះគាត់អត់ចង់ឲ្យប្តីគាត់នៅពិបាកជាមួយគាត់បន្តទៀតទេគាត់អស់ហើយគាត់សុខចិត្តពិបាកជាមួយកូនគាត់សុខចិត្តពិបាកខ្លួនឯងពិបាកជាមួយកូនគាត់មិនចង់ឲ្យប្តីគាត់មកពិបាកជាមួយគាត់ទៀតទេពេលហ្នឹងអ្នកមីងចងការលុយហ្នឹងក៏គាត់បាននិយាយថាអើយខ្ញុំមិនទៅដល់ថ្នាក់ហ្នឹងទេបើអ្នកមីងមិនមានប្រាក់ក៏ហើយទៅខ្ញុំក៏ទ្រាំពិបាកទៅតាមហ្នឹងដែរប៉ុន្តែរឿងចំពោះមីងគាត់លក់ប្តីអីហ្នឹងខ្ញុំសុំមិនទទួលទេបើការឆ្លាញ់រាប់អានគ្នាអានឹងយើងរាប់អានគ្នាជាលក្ខណៈអ្នកភូមិផងរបងជាមួយចឹងទៅប៉ុន្តែបើថាអ្នកមីងតដល់ថ្នាក់យកប្តីមកលក់អញ្ចឹងទៅគឺខ្ញុំមិនទទួលទេមិនមែនខ្ញុំមិនឆ្លាញ់អីទេខ្ញុំឆ្លាញ់ប្តីប្រពន្ធអ្នកមីងកូនចៅអ្នកមីងទាំងអស់គ្នាហ្នឹងយើងរាប់អានគ្នាជាអ្នកជិតខាងទៅហើយខ្ញុំក៏មិនមានបំណងអីចង់បានគ្រួសារថ្មីអីដែរគឺខ្ញុំរស់នៅម្នាក់ឯងហ្នឹងគឺសុខស្រួលហើយរាល់ថ្ងៃហ្នឹងអញ្ចឹងចំពោះលុយក៏ប៉ុណ្ណឹងអ្នកមីងមានថ្ងៃណាក៏សងថ្ងៃហ្នឹងទៅអ្នកមីងមានថ្ងៃណាក៏សងថ្ងៃហ្នឹងទៅអញ្ចឹងអ្នកមីងទៅប្រាប់ប្តីអ្នកមីងទៅថាបើរើអីបានសងថ្ងៃណាក៏សងទៅគាត់មិនទៅទៀមទាទេដោយសារគាត់តែដោយសារតែអ្នកមីងចងការប្រាក់ហ្នឹងគាត់អាណិតអ្នកមីងពីអ្នកប្តីប្រពន្ធនឹងពេកអញ្ចឹងទៅគាត់ក៏បានបកកលុយនឹងទុកទៅមកទៅគាត់សម្រេចចិត្តថាមិនទៀមទាទេបើមានថ្ងៃណាក៏សងថ្ងៃហ្នឹងទៅអញ្ចឹងធ្វើឲ្យអ្នកមីងនឹងគាត់មានអារម្មណ៍ថាធូរមួយកម្រិតប៉ុន្តែនៅតែតានតឹងចំពោះប្រាក់ចំណូលរបស់គាត់នឹងចំណាយចាយវាក៏នៅតានតឹងហ្នឹងហើយចំពោះសាច់រឿងគាត់ក៏បានផ្ដល់មកតែប៉ុណ្្នឹងទេហើយខ្ញុំសូមទោសច្រើនថ្ងៃហ្នឹងទី1ដោយសារបញ្ហាសំឡេងជុំវិញរបស់ខ្ញុំហ្នឹងគឺមានសេកខ្ញុំជាដើមហ្នឹងសត្វសេកខ្ញុំហ្នឹងគឺវារញ៉េរញ៉ៃណាហើយទី2ទៀតការធ្វើផ្ទះធ្វើអីហ្នឹងគឺមានសំឡេងរំខានច្រើនហើយទី3គឺខ្ញុំហ្នឹងមានអារម្មណ៍ថាផ្ដាសាយច្រើនមានបញ្ហាចំោះរហូតដល់ពេលអញ្ចឹងទៅធ្វើឲ្យពិបាកក្នុងការនិយាយហើយនិយាយទៅគឺពិបាកស្ដាប់រឿងពិបាកស្ដាប់តិចហើយបងប្អូនជួយស្ដាប់ទៅធ្វើមិនទេខ្ញុំបានតាំងចិត្តជាអ្នកនិយាយហើយអញ្ចឹងទៅមានតែសូមបងប្អូនជួយស្ដាប់ទេអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយស្ដាប់ហ្នឹងហើយមើលសេកខ្ញុំមើលលោកអើយអាលៀបនៅស្ងៀមតិចមើលលៀបនៅស្ងៀមហ្នឹងហើយប៉ុណ្្នឹងទេបងប្អូនក៏សូមបញ្ចប់ប៉ុណ្្នឹងទេព្រោះនៅកន្លែងខ្ញុំនេះរៀងញ៉ៃតិចអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នា